ខ្ញុំជឿថានៅពេលដែលអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងពោះកូននៅក្នុងផ្ទៃហ្នឹងកូនមានបញ្ហាទឹកដក់ខួរក្បាលប្រកាសជាអត់សុវ័យចិត្តហើយមានការធ្លាក់ទឹកចិត្តបាក់ទឹកចិត្តច្រើនហើយតើតើជាមួយនឹងការស្រាវជ្រាវរបស់ខ្ញុំផងដែរដែលខ្ញុំប្រាប់ថាខ្ញុំស៊ើបពីអ៊ីនធឺណិតក៏ដូចជាសួរគ្រូពេទ្យជាច្រើនដែលគាត់ប្រាប់ថាវាមានមូលហេតុណាមួយច្បាស់លាស់ដែលប្រាប់ថាមកពីអ្វីទេដែលបណ្ដាលឲ្យកូនមានទឹកដក់ខួរក្បាលនៅក្នុងផ្ទៃហ្នឹងអញ្ចឹងហើយខ្ញុំស៊ើបខ្លួនឯងទៅក៏ឃើញថាវាតកតងជាមួយនឹងបញ្ហាច្រើនក្នុងនោះផងដែរគេថាមានកត្តាមួយតកតងជំងឺការឆ្លងមេរោគអាហ្នឹងយើងឃើញនៅមើលប្រទេសអាហ្វ្រិកមានជំងឺចម្លែកមួយហ្នឹងដែលធ្វើឲ្យកូនមានទឹកដក់ខួរក្បាលច្រើនដូចគ្នាហើយតកតងនឹងមួយទៀតតកតងនឹងចំណីអាហារអាចមានសារធាតុគីមីឬក៏មេរោគណាមួយឆ្លងតាមរយៈចំណីអាហារនៅពេលហ្នឹងខ្ញុំមានញ៉ាំដូចជាទឹកមាត់ត្រចៀកកម្មក៏ដូចជាញ៉ាំនៅទឹកឃ្មុំអញ្ចឹងខ្ញុំមិនដឹងថាខ្លួនឯងញ៉ាំអីខុសតកតងនឹងបន្លែប្លុករៀងអត់ស្អាតឬមួយក៏តកតងនឹងរបស់អ្វីប្លែកទេរហូតដល់ថ្នាក់សូម្បីទឹកឃ្មុំទឹកមាត់ត្រចៀកកម្មក៏ខ្ញុំឡើងហ៊ានញ៉ាំដែរគឺខ្ញុំចាប់ផ្ដើមខ្លាចនឹងអាហារតែម្ដងព្រោះអត់ដឹងថាពេលដែលញ៉ាំចូលពោះទៅវាអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរទៅលើកូនខ្ញុំឬអត់ទេព្រោះយើងជឿថាញ៉ាំអាហារល្អប៉ុន្តែអាហារខ្លះវាមានមេរោគយើងដឹងខ្លួនតទៅជាមួយបន្លែនៅតាមទីផ្សារឬអីយំទៅសង្ស័យច្រើនតែម្ដងឡើងហ៊ានញ៉ាំអ្វីទាំងអស់រហូតដល់តែគ្រូជួបគ្រូពេទ្យមួយដែលគាត់បញ្យល់ប្រាប់ចឹងទៅដែលខ្ញុំប្រាប់ថាខ្ញុំភ្ញាក់ខ្លួនខ្ញុំឡើងភ័យខ្ញុំព្រមទទួលយកថាអូខេបើសិនជាកូនខ្ញុំកើតមកយ៉ាងម៉េចខ្ញុំព្រមទទួលយកចឹងចោះចិញ្ចឹមកូនតាមលទ្ធភាពដែលអាចធ្វើទៅបានទៅតាមនិស្ស័យបុណ្យរបស់កូនដល់ពេលដែលខ្ញុំព្រមទទួលបែបហ្នឹងគឺផ្លូវចិត្តរបស់ខ្ញុំហ្នឹងធូរស្បើយតែម្ដងធូរសឹងថាបានប្រហែលជា70%ធូរយើងព្រមទទួលយកអញ្ចឹងផ្លូវចិត្តរបស់យើងវាបានតម្លាក់ចុះហើយរឿងទី2ដែលខ្ញុំធ្វើនោះគឺខ្ញុំពឹងទៅលើផ្លូវក្នុងអ្នកនរគ្នាប្រហែលជាដឹងហើយល្បីមករយៈរឿងផ្លូវក្នុងរឿងអីណានៃច្រើនប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមានជំនឿទៅលើខាងហ្នឹងគឺខ្ញុំយកផ្លូវចិត្តខ្លួនឯងពឹងទៅលើខាងបារមីខាងអីចឹងទៅដោយខ្ញុំធ្វើការបន់ស្រន់ទៅលើព្រះអង្គទៅលើវត្ថុស័ក្តិសិទ្ធិយមទៅច្រើនមែនតើខ្ញុំធ្វើការបន់ស្រន់តែម្ដងថាបើសិនជាកូនខ្ញុំជាខ្ញុំនឹងថ្វាយផ្លែឈើចំនួន7មុខហើយនឹងមន់ហើយនឹងខ្ញុំនឹងសន្យាថាខ្ញុំនឹងធ្វើវីដេអូមួយតែនិយាយអំពីអាការៈជំងឺមួយនេះក៏ដូចជាបកស្រាយនៅវិធីសាស្ត្រដែលខ្ញុំអាចឆ្លងកាត់នៅដំណាក់កាលមួយនេះបានឲ្យតកូនខ្ញុំជាអញ្ចឹងនៅពេលនេះគឺខ្ញុំបានធ្វើវីដេអូនោះដើម្បីជាការលាបំណន់លាមាត់លាករបស់ខ្ញុំផងព្រោះកូនខ្ញុំឥឡូវបានជាសះស្បើយសុខភាពល្អធម្មតាដូចក្មេងទូទៅទេអញ្ចឹងតកតងជាមួយនឹងចំណុចនេះគឺខ្ញុំចង់ប្រាប់ថាគឺមានពីរចំណុចទី1ព្រមទទួលយកថាកូនរបស់យើងហើយយ៉ាងម៉េចក៏បានយើងព្រមទទួលថាគឺអញ្ចឹងយើងបាច់ចាំសួរសំណួរមកខ្លួនឯងថាមិនអញ្ចឹងហេតុអីកើតលើខ្ញុំហេតុអីក៏កូនគេអីតែកូនយើងឈប់សួរសំណួរហ្នឹងទៅយើងព្រមទទួលយកថាបានប៉ុណ្ណាយកប៉ុណ្ណឹងដល់ពេលយើងព្រមទទួលយើងផ្លូវចិត្តរបស់យើងរៀងតិចចុះបានមួយកម្រិតហើយទី2គឺយើងពឹងផ្លូវចិត្តទៅលើការបន់ស្រន់គឺខ្ញុំបន់ស្រន់អញ្ចឹងខ្ញុំប្រឹងធ្វើបន់ឲ្យច្រើនដើម្បីឲ្យបន់នឹងជួយកូនខ្ញុំឲ្យមានកម្លាំងក្នុងការឆ្លងផុតទៅលើដំណាក់កាលមួយនេះហើយមួយទៀតហ្នឹងគឺតកតងជាមួយនឹងការញ៉ាំអាហារគឺយើងប្រឹងញ៉ាំមកវិញខ្ញុំប្រឹងញ៉ាំទៅលើវីតាមីនក៏ដូចជាបន្លែផ្លែឈើឡើងមកវិញធម្មតាទាំងអស់ខ្ញុំឡើងឈប់ខ្លាចឈប់អីទាំងអស់ហើយគ្រាន់តែយើងញើតែជ្រើសរើសអាហារដែលធម្មជាតិអាហារខ្មែរអញ្ចឹងទៅខ្ញុំចាប់ផ្ដើមញ៉ាំមកវិញទាំងអស់ហើយជាសំខាន់ហ្នឹងគឺខ្ញុំព្យាយាមផ្ដោតញ៉ាំពីប្រភេទជាសុទ្ធពងទាពងមាន់អីហ្នឹងពងកងានអីហ្នឹងយើងចាប់ផ្ដើមព្យាយាមញ៉ាំត្រឡប់មកវិញអញ្ចឹងពីរយ៉ាងដែលខ្ញុំធ្វើហ្នឹងគឺទី1ខ្ញុំសូមបកវិញគឺព្រមទទួលយកទី2យកផ្លូវចិត្តពឹងទៅលើបារមីពឹងទៅលើផ្លូវក្នុងមកពេលហ្នឹងព្រោះអត់ដឹងទៅធ្វើម៉េចទៀតឯងព្រោះពេទ្យអត់មានអាចជួយអីបានពេទ្យបានត្រឹមថាឲ្យតាមដានទំហំទៅទំហំទឹកហ្នឹងប្រែប្រួលម្ដងចុះម្ដងឡើងហើយអត់ដឹងថាយ៉ាងម៉េចអញ្ចឹងចេះតែភ័យខ្លាចវាឡើងទៅដល់កម្រិតមួយដែលជាចំណុចហានិភ័យដែលខ្ញុំបានបកស្រាយនៅវីដេអូមុនហ្នឹងអញ្ចឹងយើងមានការបន់ស្រន់បួងសួងសូមឲ្យកូនរបស់យើងអាចឆ្លងកាត់ទឹកហ្នឹងស្រកចុះមកវិញជាបួងសួងអញ្ចឹងណាឲ្យប្រឹងធ្វើបន់ធ្វើទៀនអញ្ចឹងទៅហើយចំណុចមួយទៀតគឺខ្ញុំទៅឲ្យយាយខ្ញុំស្រោចទឹកឲ្យពេលដែលខ្ញុំទងន់គឺខ្ញុំថ្នមខ្លួនខ្លាំងមែនតើសូម្បីតែទងន់ពេលខ្ញុំទងន់3ខែហ្នឹងចំពេលចូលឆ្នាំខ្មែរប្តីខ្ញុំអត់ឲ្យខ្ញុំទៅណាទេគាត់ថាជាពេលវេលាមួយដែលគេថ្នមខ្លួនគាត់រៀងបុរាណអញ្ចឹងជឿតាមចាស់តាមអញ្ចឹងទៅគឺខ្ញុំអត់ទៅណាទាំងអស់ខ្ញុំនៅផ្ទះខ្ញុំអត់ទៅណាទេចូលឆ្នាំខ្មែរនៅតែនៅពេលដែលកូនខ្ញុំមានបញ្ហាមួយហ្នឹងគឺខ្ញុំទងន់7ខែគឺខ្ញុំសុំប្តីខ្ញុំទៅខេត្តទៅស្រុកហ្មងជិះឡានទៅឲ្យយាយខ្ញុំស្រោចទឹកឲ្យហ្មងដើម្បីជាទីពឹងផ្លូវចិត្តមួយទៀតថាឲ្យគាត់ជួយឲ្យសម្រួលផ្លូវចិត្តយើងក៏ដូចជាបួងសួងសូមឲ្យសុខសប្បាយអញ្ចឹងទៅជំរះនៅឧបទ្រពអីអញ្ចឹងទៅសូមឲ្យមានសេរីសួស្តីចូលវិញគឺខ្ញុំឲ្យយាយរបស់ខ្ញុំស្រោចទឹកឲ្យហ្នឹងជាអ្វីដែលខ្ញុំបានធ្វើដែរហើយបន្ទាប់ពីហ្នឹងខ្ញុំទៅមករឿងទៀតគឺយំទៅមានអីដែលអាចធ្វើបានគឺខ្ញុំធ្វើទាំងអស់និយាយឲ្យចង់ហូតតែប៉ុណ្ណេះ
នឹកដល់រឿងហ្នឹងគេថាទៅសមុទ្រអាចលៀងរឿងមិនល្អអីចឹងទៅក៏ខ្ញុំទៅសមុទ្រទង្ងន់8 ខែខ្ញុំចង់ទៅសមុទ្រជុំទៅគ្រប់យ៉ាងហ្មងទីបំផុតខ្ញុំមកឆ្លងវាបាទយាយរំជួចិត្តមានប៉ុណ្ណឹងសុំនិយាយតែប៉ុណ្្នឹងនិយាយឲ្យកាន់និយាយកាន់តែរំជួចិត្តសុំបញ្ជាក់ក្នុងវីដេអូហ្នឹងថាឥឡូវកូនខ្ញុំសុខភាពល្អវិញធម្មតា